បាទមានសួរបងប្អូនអរគ្នាបាទព្រឹកនេះខ្ញុំចែកម្លែករបៀបធ្វើប្រព័ន្ធទឹកនៅក្នុងអាងទុកឲ្យកណ្ដោផឹកអញ្ចឹងមានបងប្អូនដែលគាត់ចង់ចេះបាទរៀបចំប្រព័ន្ធទឹកឲ្យកណ្ដោផឹកយើងធ្វើរបៀបម៉េចអញ្ចឹងបងប្អូនតាមដានសម្ភារៈជាមួយខ្ញុំទាំងអស់គ្នាបាទសម្ភារៈមានដូចជាកែង32ចេញ21បងប្អូនណាឥឡូវនេះ32អានេះ21ចំនួន1គ្រាប់បាទបន្ទាប់ហើយបងប្អូនត្រូវមានសង់មួយទៀតសង់ថ្មីខាងក្រៅសង់21ហ្នឹងមានថ្មីខាងក្រៅនេះបាទ1គ្រាប់ហើយបន្ទាប់ទៀតមានកែងបាទកែង21ថ្មិញខាងក្នុងសងខាងនេះកែងនេះស្ពាន់ក៏បានដៃក៏បានបាទចំនួន1គ្រាប់បាទបន្ទាប់ទៀតបងប្អូនត្រូវមានសយោបាទសយោ21នេះចំនួន1កង់ប្រវែង1ទឹកបាទយើងរៀបពីប្រព័ន្ធក្នុងអាងណាបាទអញ្ចឹងខ្ញុំត្រូវផ្គុំឲ្យបងប្អូនមើលអញ្ចឹងយើងយកសងថ្មិញក្រៅបាទសងថ្មិញក្រៅនេះបងប្អូនរុំស្គុតតិចមកបាទយើងរុំស្គុតណាបងប្អូនណារុំស្គុតបាទយើងរុំស្គុតតិចមកអញ្ចឹងយើងរុំស្គុតប៉ុណ្្នឹងហើយបងប្អូនយកទៅមួជាមួយនឹងកែង21ថ្មិញខាងក្នុងបាទស្ពឹសខាងក្នុងនេះយើងមួចូលបាទស្រួលទេបងប្អូនយើងមួចូលអញ្ចឹងដើម្បីទុកឲ្យកដោផឹកកុំឲ្យវាកេដោយសារនេះយើងប្រើស្ពាន់ហើយដែកបាទអញ្ចឹងបងប្អូនគាត់ទៅចង់បានប្រព័ន្ធទឹកហ្នឹងអាចតំណខ្ញុំបានឬមួយបងប្អូនទៅទិញតាមគ្រឿងសំណងទៅមានហើយបាទយើងមួជាប់អញ្ចឹងទៅកុំឲ្យវាចេញទឹកតាមហ្នឹងបាទបន្ទាប់ហើយកន្លែងសង់21នេះបងប្អូនត្រូវលាបកាវលាបកាវឲ្យជាប់មកខាងយ៉ាងណាឥឡូវខ្ញុំលាបកាវបងប្អូនមើលយើងសម្រាប់មុខមកខាងបាទយើងលាបកាវហើយយើងបិទសម្រាប់មុខមកខាងមកស្រួលធ្វើទេបងប្អូនណាស្រួលធ្វើទេអញ្ចឹងខ្ញុំចែកម្លែកវីដេអូនេះឲ្យបងប្អូនយកធ្វើដោយសារគាត់ចង់ចិញ្ចឹមមិនដឹងធ្វើម៉េចបាទអញ្ចឹងយើងដាក់ឲ្យចូលអប់មកបងប្អូនឃើញអត់បាទបន្ទាប់ហើយយើងយកអាកែង32នេះចេញ21នេះបាទអញ្ចឹងយើងដាក់ចូលអានេះអត់មានបិទកាវបងប្អូនណាមានបិទកាវយើងទុកចេញចូលចេះណាចូលចេះបាទទៅឲ្យបងប្អូនដោបដាក់ទឹកបាទដោបអីក៏បានដែរបាទដោបសក៏បានដោបហូមទឹកខ្មៅហ្នឹងបងប្អូនត្រូវដាក់ពីលើចេះកាលណាយើងដាក់ទឹកចូលហើយដាក់ចូលចេះណាបងប្អូនឃើញអត់អញ្ចឹងនេះការធ្វើស្រួលបំផុតបាទប្រព័ន្ធទឹកទុកឲ្យកណ្ដោផឹកអានេះយើងដាក់ចូលក្នុងអាងឥឡូវបងប្អូនទៅមើលវីដេអូដែលខ្ញុំធ្វើនៅក្នុងអាងបាទទៅមើលវីដេអូជាមួយខ្ញុំទាំងអស់គ្នា Let's go បងប្អូនទៅមើលការធ្វើប្រព័ន្ធទឹកយើងភ្ជាប់ទៅក្នុងអាងបាទអញ្ចឹងនេះអាងរបស់យើងមានកម្រិតបិទបើកចេះបាទអាងរបស់យើងនេះគឺមានទំហំ84ជ្រុងបាទរាងការ៉េកម្ពស់វា85ដោយសារខ្ញុំធ្វើរាងខ្ពស់បន្តិច85បាទអញ្ចឹងយើងបិទមួយចំហៀងចិត្តមកទុកមួយចំហៀងនេះយើងធ្វើការបិទបើកបាទបិទបើកទុកដាក់ចំណីវិស័យណាបាទនេះមួយចំហៀងនេះបិទបើកអញ្ចឹងយើងទៅមើលប្រព័ន្ធទឹកបងប្អូនណានេះប្រព័ន្ធទឹកខាងក្នុងបាទក្បាលស្ពាន់ហ្នឹងយើងដាក់ចូលមកខាងក្នុងបងប្អូនណាដាក់ចូលខាងក្នុងឃើញទេបាទអញ្ចឹងនេះជាបាទស្ពាន់នេះបងប្អូនណាអញ្ចឹងយើងទម្លុះបាទយើងទម្លុះចូលមកខាងក្នុងនេះបាទខាងក្នុងហ្នឹងយើងវាស់ពីបាតអាងមកដល់កន្លែងក្បាលផឹកហ្នឹងមកទឹកកន្លះបងប្អូនណាយើងធ្វើកម្ពស់ពីបាតអាងមកទឹកកន្លះកុំឲ្យទាបពេកកាលណាទាបពេកក៏ដល់យើងបើទឹកយកព្រោះឲ្យវាទាបអញ្ចឹងយើងវាស់ពីផ្ទៃបាតអាងមកបាទក្បាលបឺតនេះមកទឹកកន្លះបាទអញ្ចឹងយើងមើលខាងក្រៅបាទខាងក្រៅនេះបាទខាងក្រៅវិញបាទខាងក្រៅនេះដបបាទដបនេះណែដបនេះអានេះយើងដកចេញបានបងប្អូនណាដកចេញបាននេះបាទអានេះយើងដកចេញបានណាបាទអញ្ចឹងយើងដកការពារមានដីមានទលីយើងដកមកវាហូរចេញយើងលាងចេញបាទឥឡូវយើងដាក់ចូលវិញបាទងាយស្រួលទេដាក់ចូលហើយយើងដាក់ដបទឹកនេះចូលវិញទឹកនេះយើងដាក់ពេញមកចូលពឹបបាទចូលវិញហើយអញ្ចឹងយើងថ្លឹងនីវ៉ូធ្វើម៉េចឲ្យត្រង់ស្មើគ្នាអញ្ចឹងណាបាទអញ្ចឹងឲ្យបងប្អូនមើលកន្លែងកលុកមួយទៀតបាទបងប្អូននេះឃើញកលុកនៅក្រោមប្រព័ន្ធទឹកដែរដោយសារយើងដាក់ទឹកទៅវាហៀចេញបងប្អូនណាហៀចេញកដោបើកនោះហៀចេញហើយយើងធ្វើកលុកវាធ្វើកលុកមកហើយជាមកទឹកមួយហ្នឹងមកធ្វើកលុកហើយយើងត្រូវចោះវាចោះហៅវាហូរចេញក្រៅពីណាទឹកនេះទឹកជើងព្រោះចេញបងនេះឃើញទឹកទេណាទឹកវាហូរចេញទៅវាអត់ហូរទៅក្នុងផ្ទៃអាងរបស់យើងទេបាទអាងយើងហ្នឹងនៅស្ងួតដដែលវាហូរចេញទៅចូលក្នុងកលុកនេះបាទចូលក្នុងកលុកនេះវាចេញមកក្រៅវិញបាទដោយសារយើងចុះរួនចេញមកក្រៅនេះមួយអញ្ចឹងកដោវាបើផឹកវិហៀមកជាតិហូរចេញមកក្រៅដែរបាទអញ្ចឹងយើងត្រូវរៀបប្រព័ន្ធទឹកអញ្ចឹងដើម្បីកុំឲ្យទឹកហ្នឹងវាហៀចូលទៅក្នុងអាងណាត់ឃើញទេនេះក្បាលស្ពាន់អញ្ចឹងកដោវាត្រូវបើកកកែកាលណាយើងអត់ដាក់ក្បាលស្ពាន់ទេវាកកែអញ្ចឹងកាលមុនដាក់ជាប់វាកកែវាកកែខូចអញ្ចឹងរៀបកលុកអញ្ចឹងទៅកាលណាទឹកវាហៀនេះទឹកហៀចេញមកវាចូលក្នុងកលុកហ្នឹងវាចេញមកក្រៅអញ្ចឹងផ្ទៃអាងយើងនៅស្ងួតដដែលបាទអញ្ចឹងការធ្វើប្រព័ន្ធទឹកឲ្យកដោផឹកមានតែប៉ុណ្្នឹងទេបងប្អូនណាបាទបងប្អូនស្វែងយល់ច្បាស់បាទនេះយើងចេញដកចេញចូលបានអញ្ចឹងកាលណាយើងដាក់ទឹកទៅវាអត់ហូរទៅណាទេតោះតែកណ្ដោនឹងបើក
cái đó nó bơ tới việc chiếp mới tranh tịch tịch luôn nhá nè vẫn nó không mặt đốp nó những ai ở ban mặt tết đâu và cái đó phát ban mặt tết đấy nhưng còn là vì bùa thường đã đầu đại thế toàn ở trong những đầu tật mày bà video được biết thư của pon tật đặtក្នុងអាងទៅឲ្យកណោផឹកគឺមានប៉ុណ្្នឹងទេហើយបងប្អូនដែលគាត់ចង់បានពូជកណ្ដោប្រែញើទៅចិញ្ចឹមបងប្អូនអាចទំនាក់ទំនងមកខាងកសិដ្ឋានចិញ្ចឹមកណ្ដោបេហោរបស់យើងខ្ញុំតែមានអាស័យដ្ឋាននៅជាប់បាត់កុស្បេហោហ្នឹងចុះមកប្រហែលជាចម្ងាយ500ម៉ែត្រពីកុស្បៀនហើយបងប្អូនដែលគាត់កំងពូជកណ្ដោពីខាងកសិដ្ឋានយើងខ្ញុំពីរឈុតនឹង free ប្រព័ន្ធទឹកមួយឈុតភ្លាមបាទដែលអត់គិតថ្លៃអញ្ចឹងរាល់ឡើងបងប្អូនណាការ promotion គឺមានកំណត់បាទប្រព័ន្ធទឹកនេះគឺ free auto មួយឈុតតែម្ដងសម្រាប់បងប្អូនដែលគាត់កំងពូជកណ្ដោពីខាងខ្ញុំទៅពីរឈុតបាទសូមអរគុណនិងសូមជម្រាបលាបាទកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំបន្តផងបាទសូមអរគុណ